លោកត្រាំចងថាកំពុងពិចារណាបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវសេតវិមានកាលពីមុនបងប្អូនមានចាំទេតែពេលខ្ញុំផ្សាយថាលោកត្រាំថាសង្គ្រាមនៅអ៊ីរ៉ង់នេះណាអាចត្រូវការពេលពី4ទៅ5សប្តាហ៍4ទៅ5សប្តាហ៍បានន័យថាច្រើនបំផុត5សប្តាហ៍ប៉ុន្តែថ្ងៃម្សិលមិញនេះគឺអ្នកនាំពាក្យសេតវិមានអ្នកស្រី Caroline Levitt បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសង្គ្រាមនៅអ៊ីរ៉ង់អាចបញ្ចប់ពី4ទៅ6សប្តាហ៍បងប្អូនត្រូវចាំណាឡើងមួយសប្តាហ៍ទៀតហើយកាលពីមុន4ទៅ5សប្តាហ៍ឥឡូវនេះអាចពី4ទៅ6សប្តាហ៍ពាក្យដែលគាត់ប្រើមិនមែនចេះតែរនឹកទេដូច្នេះវាអាចត្រូវការពេលវេលាបន្ថែមប៉ុន្តែបងប្អូនបើគាត់ថែមមួយសប្តាហ៍ទៀតដូចជាមិនជាវែងឆ្ងាយអីលើគ្នាមួយអាទិត្យមែនទេព្រោះរុស្ស៊ីថាវាយអ៊ុយក្រែនណាតែ24ម៉ោងទេឥឡូវមកដល់នេះ4ឆ្នាំជាងឯងបងប្អូនមិនមែនត្រឹម24ម៉ោង4ឆ្នាំជាងថាវាយអ៊ុយក្រែនអត់បិចក្នុង24ម៉ោងអញ្ចឹងយើងពិបាកស្មានដែរព្រោះសង្គ្រាមពេលខ្លះយើងមើលផ្ទៃក្នុងគេមិនអស់នៅអ៊ីរ៉ង់នេះណាបើមកដល់ម៉ោងនេះបើយើងនិយាយជាឲ្យស្រួលស្ដាប់គឺវាខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់បាត់អស់អាប្រព័ន្ធកញ្ជ្រួចការពារគាត់ជាពិសេសដែនទឹកគាត់គឺខ្ទេចហើយសមុទ្រនឹងគឺកប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់គឺលិចនៅបាតសមុទ្រទាំងអស់ហើយអាហ្នឹងគឺជាអង្គហេតុពិតព្រោះអាមេរិកបាញ់កំទេចលិចដល់បាតទឹកអស់ហើយសំបីតាអានីវាស្អីក៏ដោយគឺបាញ់ម៉ត់ហើយយន្តហោះបដិញរបស់អ៊ីរ៉ង់ក៏ម៉ត់អស់ដែរខ្ទេចខ្ទីអស់ដែរអត់មានទេនៅតែ drone ហើយនឹងប្រព័ន្ធមីស៊ីលទេដែលបាញ់ពីក្នុងដីប្រព័ន្ធទាំងអស់នេះក៏អាមេរិកកំពុងកំទេចជាបដាដែរអញ្ចឹងហើយបានជាថ្ងៃនេះលោកត្រាំគាត់និយាយរឿងពីរដែលគួរឲ្យចាប់អារម្មណ៍ទី1គាត់ថាកំពុងតែបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះបិទបញ្ចប់បានន័យថាម៉េចបងប្អូនដូចតែយើងកំពុងតែបើកឡានកំពុងតែលបឿនលឿនអញ្ចឹងណាអញ្ចឹងបានន័យថាយើងបន្ថយម៉ូតូអញ្ចឹងយើងបន្ថយហ្គែយើងបន្ថយដៃមកដើម្បីឲ្យវាថយលបឿនទៅរកទីបញ្ចប់មិនមែនជន់ហ្វ្រាំងងក់ឲ្យឈប់ចឹងទេអញ្ចឹងគាត់កំពុងថាបន្ថយហ្គែហើយដើម្បីឲ្យសង្គ្រាមនេះឆាប់ចប់ប៉ុន្តែនៅក្នុងពេលដែលគាត់ថាសង្គ្រាមនឹងឆាប់ចប់អ្នកស្រីនៅសេតវិមាននេះគឺនាំពាក្យរបស់រដ្ឋាភិបាលលោកត្រាំនេះគាត់ថាអាចត្រូវការពេល4ទៅ6សប្តាហ៍អូខេ4ទៅ6សប្តាហ៍ក៏មិនអីដែរតែយើងមើលឃើញសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាចាប់ផ្ដើមថយទៅអញ្ចឹងមែនហើយដោយសារតែការបាញ់ប្រហារគឺភាគច្រើនទៅតាមសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែលនិងអាមេរិកទេបើចង់បាញ់សន្ធាប់បន្ថែមគឺបន្ថែមបើថាអត់ទេគឺអ៊ីរ៉ង់ហាក់បីដូចជានៅចាំតែសង្ងំការពារខ្លួនបាញ់ម្ដងម្កាលជាពិសេសច្រកសមុទ្រ Hormuz ដែលដឹកប្រេងចេញអញ្ចឹងឥឡូវនេះលោកត្រាំនិយាយបែបនេះមានរឿងពីរមួយទៀតគឺថាចង់ឲ្យវាបិទបញ្ចប់ឆាប់ប៉ុន្តែក្នុងពេលជាមួយនេះកំពុងតែបញ្ជូនកងកម្លាំងរបស់អាមេរិកតាមកប៉ាល់ចម្បាំងទៅមជ្ឈិមបូព៌ា2500នាក់គាត់ថានឹងបញ្ចប់ប៉ុន្តែបញ្ជូនកម្លាំងទ័ពអាមេរិកដែលជាទ័ពជើងគោកហ្នឹងណាទៅតំបន់មជ្ឈិមបូព៌ាតែលោកបានប្រកាសថ្ងៃនេះច្បាស់លាស់ថាអាមេរិកនឹងមិនយកទ័ពថ្មើរជើងណាម្នាក់ទៅជន់លើទឹកដីអ៊ីរ៉ង់ទេបានន័យថាមិនបញ្ជូនទៅទឹកដីអ៊ីរ៉ង់ទេអញ្ចឹងបានលោកភ័យដែរព្រោះអីប្រជាពលរដ្ឋអាមេរិកអត់ចង់ឲ្យដាក់ទ័ពថ្មើរជើងរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ង់ទេព្រោះខ្លាចស្លាប់ទាហានអាមេរិកដោយឥតប្រយោជន៍អញ្ចឹងបើសិនជាវាយពីលើអាកាសបានអីហ្នឹងក៏គេមិនសូវគ្រប់គ្រងផងគាត់ថាឥឡូវយកមនុស្សទៅស្លាប់ទៀតខ្ញុំជឿថាលោកត្រាំគាត់មិនអាចនឹងមកប្រាប់ប្រជាពលរដ្ឋអាមេរិកដើម្បីឲ្យស្ងប់ចិត្តទេព្រោះមកដល់ម៉ោងនេះទាហានអាមេរិកចំនួន13រូបហើយដែលបានពលីនៅក្នុងសមរភូមិនៅឯប្រទេសអ៊ីរ៉ង់តាមពិតគាត់មិនមែនស្លាប់នៅក្នុងអ៊ីរ៉ង់ទេស្លាប់នៅក្នុងសង្គ្រាមព្រោះយើងដឹងហើយលើកទី1នៅពេលដែល drone របស់អ៊ីរ៉ង់បាញ់ត្រូវមូលដ្ឋានទ័ពយោធាអាមេរិកនៅគូវេតស្លាប់ទាហានអស់6នាក់ហើយក្រោយមកទៀតទាហាន6នាក់ទៀតស្លាប់ដោយសារតែអាយន្តហោះដឹកប្រេងទៅចាក់ប្រេងនៅលើអាកាសរបស់គាត់ហ្នឹងប៉ះគ្នាមិនមែនត្រូវការបាញ់ប្រហារទេគឺប៉ះគ្នានៅលើអាកាសហ្នឹងក៏ធ្លាក់ឆេះទៅគឺស្លាប់មនុស្សអស់6នាក់ទៀតយន្តហោះមួយគ្រឿងទៀតចុះចោតដោយសុវត្ថិភាពអញ្ចឹងអស់12នាក់នៅក្នុងហ្នឹងក៏មានទាហានអាមេរិកដែលក្នុងបេសកកម្មហ្នឹងស្លាប់ដោយជំងឺរោគគាពាធទេអញ្ចឹងស្លាប់អស់13នាក់ហើយមកដល់ម៉ោងហ្នឹង
ប៉ុន្តែបងប្អូនទាហានអាមេរិកស្លាប់13នាក់ហ្នឹងមិនមែនស្លាប់នៅទឹកដីអ៊ីរ៉ង់ទេគឺនៅគុយវ៉ែតឬក៏នៅដែនដីនៅប្រទេសអ៊ីរ៉ាក់ឯណោះទេនៅលើអាកាសហ្នឹងក៏នៅអ៊ីរ៉ាក់ដែរហើយម្សិលមួយថ្ងៃហ្នឹងទើបតែយន្តហោះអាមេរិកមួយដែលយើងដឹងហើយយន្តហោះអាមេរិក3គ្រឿងកាលពីក្នុងសង្គ្រាមហ្នឹងគឺ F16 ហ្នឹងត្រូវបានកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវ3គ្រឿងក៏ប៉ុន្តែពីលុត6នាក់ហ្នឹងគឺលោតឆាត់យងរួចមានសុវត្ថិភាពធ្លាក់តែយន្តហោះទេតែម្សិលមួយថ្ងៃមានយន្តហោះ F35 របស់អាមេរិកដែលជាយន្តហោះតម្លៃ$77 លានមួយគ្រឿងហ្នឹងគឺត្រូវបង្ខំចុះចតនៅទីទួលមានសុវត្ថិភាពនៅក្នុងដែនយោធារបស់អាមេរិកក្រោយអ៊ីរ៉ង់បាញ់ត្រូវបាទនេះគឺជាលើកទី1ដែលមានសេចក្តីរាយការណ៍ថាកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវយន្តហោះ F35 របស់អាមេរិកប៉ុន្តែមិនមានគ្រោះថ្នាក់មិនមានអីដល់ថ្នាក់ស្លាប់ទាហានទេព្រោះយន្តហោះនោះបើកចុះមកវិញនៅដល់កន្លែងគោលដៅសុវត្ថិភាពគាត់ថាអ៊ីរ៉ង់អស់មានយន្តហោះបដិញហើយបាញ់នេះគឺមីស៊ីលបាញ់ចេញពីប្រព័ន្ធក្រោមដីទេហើយអាមេរិកនៅពេលមីស៊ីលបាញ់ចេញពីក្រោមដីហ្នឹងគឺព្យាយាមកំទេចប៉ុន្តែអ៊ីរ៉ង់ណាសង់អាអ្វីដែលនៅក្រោមដីនឹងរាប់ទសវត្សទៅហើយអញ្ចឹងគេសង្ងំតែសង់ទេគឺមានអា drone ផងមានអាកញ្ជ្រួចហ្នឹងនៅច្រើនណាស់ប៉ុន្តែអាមេរិកកំពុងតែចាំមើលដូចយើងចាក់ទឹករុនណែកត្រលអញ្ចឹងចង្ហិតដូងណាបងប្អូនតែយើងឃើញចេញមកកន្លែងណាចាប់ក្បួយកកន្លែងហ្នឹងអញ្ចឹងអាមេរិកកំពុងតែចាំមើលយកយន្តហោះបដិញបត្រុយទៅតាមលើដែនអាកាសរបស់អ៊ីរ៉ង់អញ្ចឹងទៅដូចតាក់ម៉ួយអញ្ចឹងណានឹងគេហៅផ្កាននងនឹងបបក់ហ្នឹងផ្លែងៀងបបក់បើឃើញថាអ៊ីរ៉ង់បាញ់ចេញពីកន្លែងណាមួយគឺសន្ធាប់ទម្លាក់គ្រាប់ប្រភេទគ្រាប់ដែលទម្ងន់ដល់ទៅរាប់តោនហ្នឹងដើម្បីខួងចូលក្រោមដីកន្លែងកញ្ជ្រួចហ្នឹងដូច្នេះអ៊ីរ៉ង់ដល់ពេលដែលត្រូវតែលើកទង់សនៅពេលណាមួយជាមិនខានព្រោះអីទៅឡើងរួចហើយចង់និយាយថាបានតែសំងំដើម្បីតែបាញ់តបអញ្ចឹងអាមេរិកនឹងសម្រុកមកក្តាំងទៀតពេលដែលពងបិទហ្គានេះឬក៏បន្ថយលបឿននេះគឺក្នុងន័យថាសរុបមកប្រាវគឺឲ្យបិទឲ្យចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងរយៈពេល6សប្តាហ៍យ៉ាងយូរដោយអ្នកស្រី Caroline និយាយអញ្ចឹងក្នុងពេលជាមួយគ្នាហ្នឹងអាមេរិកបានដាក់ចប់សុំកញ្ចប់ថវិកាទៅរដ្ឋសភា$200,000 លានសម្រាប់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះចឹងលុយនេះគឺច្រើនមែនតើបងប្អូន$200,000 លានស្មើនឹងថវិកានៅប្រទេសកម្ពុជាចាយ20ឆ្នាំគាត់ថាថវិកាសម្រាប់ដើម្បីទៅទប់គេហៅក្របរំសេវនិងសពាវុធអីព្រោះអីបាញ់មកប្រាវនេះអស់មកកណដែរបងប្អូនគាត់ថាសង្គ្រាមតែប្រហែលថ្ងៃមួយអាទិត្យដំបូងអាមេរិកចំណាយលុយអស់ជាង$11,000 លានបាទមួយថ្ងៃចំណាយជាង$1,000 លានឬក៏ថា$1,000 លានជាងមួយថ្ងៃអញ្ចឹងគ្រាន់តែមួយអាទិត្យហ្នឹងអាមេរិកចាយលុយសម្រាប់តបដែលទម្លាក់គ្រាប់នៅអ៊ីរ៉ង់ហ្នឹងអស់ស្មើនឹងថវិកាជាតិកម្ពុជាជាង1ឆ្នាំដែលត្រូវចាយជាង1ឆ្នាំអាមេរិកទម្លាក់គ្រាប់តាមមួយអាទិត្យទេអស់លុយប៉ុណ្ណឹងឥឡូវអាមេរិកត្រូវការលុយ$200,000 លានពីរដ្ឋសភាដើម្បីជួយបន្ថែមគ្រាប់រំសេវនិងគ្រឿងសពាវុធព្រោះអីអាមេរិកអះអាងថាបើអត់បានលុយប៉ុណ្ណឹងគឺវាខ្លាចអាស្តុកនៃគ្រាប់រំសេវហ្នឹងវាស្បើយដែរព្រោះអីជួយអ៊ីរ៉ង់ជួយអ៊ុយក្រែនច្រើនពេកអាមេរិកជួយអ៊ុយក្រែនច្រើនមែនយកគ្រាប់រំសេវទៅជួយអ៊ុយក្រែនវាយនៅរុស្ស៊ីដល់អញ្ចឹងខ្លួនត្រូវការដើម្បីផលិតឬក៏ស្តុកអាគ្រាប់រំសេវសពាវុធហ្នឹងបន្ថែមសុំសភា$200,000 លានដែលស្មើនឹងថវិកាជាតិកម្ពុជា20ឆ្នាំបើសិនជាលុយនឹងយកមកឲ្យជួយកម្ពុជាបែករកស៊ីអីសោះ20ឆ្នាំគឺចាយចាប៉ុន្តែឥឡូវនេះសភាកំពុងតែពិនិត្យពិចារណាមិនដឹងថាតើបានយ៉ាងណាខ្ញុំជឿថា100%ខាងគណៈបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យច្បាស់ជាមិនព្រមតាមសំណើថវិកានឹងទេមានតែខាងសាធារណរដ្ឋរបស់លោកត្រាំតែប៉ុណ្ណោះដែលព្រមហើយទុកឲ្យគាត់ដោះស្រាយទៅគាត់ថារឿងនេះក៏បញ្ជាក់បានថាសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាកាន់តែជិតបិទបញ្ចប់ប៉ុន្តែក៏មានរូបភាពមួយថាអាមេរិកបញ្ជូនទ័ពបញ្ជូនអីទៅមជ្ឈិមបូព៌ាបានន័យថាម៉េចគឺសន្ធាប់ឲ្យខ្លាំងវាយផ្ដាច់ព្រាត់ឬក៏យ៉ាងម៉េចបាទអញ្ចឹងយើងតាមដានរឿងនេះតទៅទៀតតកតងនឹងរឿងប្រាសាទព្រះវិហាររបស់យើងបងប្អូនឃើញថ្ងៃនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺអ្នកស្រីភឿងសក្ខុណាបានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមចុះទៅពិនិត្យមើលស្ថានភាពខូចខាតរបស់ប្រាសាទព្រះវិហារ
មែនតើទៅរឿងខូចខាតប្រាសាទព្រះវិហារនេះមិនមែនជារឿងអីភ្ញាក់ផ្អើលឬក៏លើកដំបូងទេព្រោះពេលដែលថៃបាញ់ឈ្លានពានដែនអធិបតេយ្យកម្ពុជាទាំងពីរលើកហើយនេះទីពីរលើកនេះគឺនិយាយតែក្នុងឆ្នាំ2025ទាំងពីរលើកគឺខែកក្កដាហើយនិងខែធ្នូទេប៉ុន្តែប្រាសាទព្រះវិហារនេះណារងគ្រោះដោយសារការបាញ់ប្លង់របស់ថៃនឹងតាំងតែពីមានឆ្នាំ2008នៅវត្តកែវសិក្ខាគិរីស្វារៈឬក៏តំបន់ដែលប្រទីនផ្ទង់គ្នាកាលហ្នឹងថៃវាយសន្ធប់មករហូតតតែមានតឡាការដែលថាកាលហ្នឹងកម្ពុជាប្តឹងសុំឲ្យតឡាការយុទ្ធធរអន្តរជាតិនេះសម្រេចឬក៏បកស្រាយសាលដីការបស់ខ្លួនឡើងវិញដើម្បីកុំឲ្យថៃចេះតែនៅតែចិញ្ចឹមចិត្តថាតំបន់នៅជុំវិញតួប្រាសាទព្រះវិហារហ្នឹងជារបស់ថៃអីចឹងណាហើយតឡាការឆ្នាំ2013ហ្នឹងគឺក៏បានសម្រេចក្តីឲ្យកម្ពុជាឈ្នះទៀតប៉ុន្តែអារឿងខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធឬក៏តកតងនឹងរឿងប្លង់ប្រាសាទព្រះវិហារអត់ដែលបានរកយុត្តិធម៌ជូនប្រាសាទព្រះវិហារទេយូរហើយនៅដដែលទេព្រោះអីកាលហ្នឹងកម្ពុជាអត់បានប្តឹងថៃឲ្យសងខាតខូចខាតទៅតុលាការហ្នឹងទេប្តឹងឲ្យតែបកស្រាយទេអារឿងខូចខាតថៃក៏ស្លាប់ខ្មែរក៏ស្លាប់គឺយូរជុលកែវភើងអញជួយអញជួយអញចប់តែពីនឹងរឿងមករហូតបានន័យថាអ្វីគឺអ្នកស្លាប់យកសពទៅបូជារៀងខ្លួនខូចខាតរៀងខ្លួនអញ្ចឹងទៅឥឡូវនេះរឿងដដែលកើតឡើងទៀតហើយបងប្អូនគឺកើតឡើងនៅថ្ងៃខែកក្កដាឆ្នាំ2025និងថ្ងៃទី21ឆ្នាំ2000សំទោសថ្ងៃ7ខែធ្នូឆ្នាំ2025ដដែលហ្នឹងដែលមានការដែលបាញ់គ្នារហូតដល់ទៅ2លើកទៀតហើយប្រាសាទព្រះវិហាររងការទប្លង់គ្រាប់យ៉ាងដំណំយើងមើលឃើញប្រាសាទព្រះវិហារយើងក្រំគ្រាចិត្តមធ្យមទេងុំនឹងប្រាសាទតាកបីគឺបាក់រៀបដល់ដីតែម្ដងគឺថៃបាញ់គ្រាប់ប្លង់កំទេចចោលប្រាសាទជាដួងព្រលឹងគេដំណើរដូនតាខ្មែរដែលមិនគួរណាថៃចិត្តអន្តរថៃដល់ថ្នាក់នេះសោះក៏ប៉ុន្តែថៃអត់មានញញើតនៅក្នុងការបំផ្លាញទេព្រោះអីពេលខ្លះពិបាកគ្រប់គ្រងប្រាសាទហ្នឹងឃើញខ្មែរដូចថាមានទាហានការពារមានអីច្រើនពេកទៅមិនបានស៊ីឆ្លៀខ្ទេចគឺថាបំផ្លាញចោលឥឡូវហ្នឹងយកអារបស់ដែលខ្លួនឯងបំផ្លាញចោលហ្នឹងគឺគ្រប់គ្រងបានទាំងស្រុងប៉ុន្តែវាទៅជាផេះផង់ណាបងប្អូននៅតែជាដុំថ្មកលើគ្នាចំពោះថៃដុំថ្មកលើគ្នានេះគឺវាជាដុំថ្មសុទ្ធសាធក៏ប៉ុន្តែចំពោះកម្ពុជាដុំថ្មកលើគ្នានេះគឺជាដួងព្រលឹងគេដូនតារបស់ខ្មែរពុពៈបរោះខ្មែរដែលនៅវល់នៅក្នុងដុំថ្មគ្រប់ដុំដែលកំពុងរាយប៉ាយនៅប្រាសាទតាក្របីហ្នឹងដែលមែនតើទៅគឺដួងព្រលឹងដូនតានេះច្បាស់ណាស់ជាបតិចផ្ដាសារាល់មេដឹកនាំថៃឬក៏អ្នកនយោបាយថៃណាដែលចិញ្ចឹមចិត្តបំផ្លាញប្រពៃណីវប្បធម៌ទំនៀមទម្លាប់គេដំណើរដូនតារបស់ពុពៈបរោះខ្មែរនេះខ្ញុំជឿថាព្រលឹងដូនតាខ្មែរមិនអត់អោនអ្នកនយោបាយណាទេទាំងខ្មែរទាំងថៃដែលនាំគ្នាបំផ្លាញបេតិកភណ្ឌដ៏ល្អផូរផង់របស់ខ្មែរនេះឥឡូវវិលមកប្រាសាទព្រះវិហារវិញយើងឃើញអង្គការនិយាយទៅសរសើរដែរកោតសរសើរខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺញឹកញាប់ណាស់មានរឿងអីទាំងប្រាសាទតាកបីនឹងក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជូនដំណឹងអំពាវនាវសុំឲ្យថៃដកថយឈប់ធ្វើអីផ្ដេសផ្ដាស់លាក់អីចឹងទៅក្រោយមកមានសរសេរលិខិតទៅអង្គការ UNESCO ទៀតនៅពេលដែលគេវាយកំទេចប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកបងប្អូនប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជាសម្បត្តិមនុស្សធម៌វប្បធម៌មនុស្សជាតិសម្រាប់តែខ្មែរទេគឺជារបស់ពិភពលោកដោយទាំងប្រទេសថៃនឹងដែរដោយសារតែថៃក៏ជាសមាជិកនៃពិភពលោកយើងដែរហើយក៏មានកាតព្វកិច្ចនៅក្នុងការទទួលស្គាល់ថែរក្សាការពារប្រាង្គប្រាសាទដ៏ជាទីមនោរម្យនិងជាបេតិកភណ្ឌដ៏ល្អផូរផង់បង្ហាញអំពីភាពអស្ចារ្យរបស់ខ្មែរដែរក៏ប៉ុន្តែថៃបានបំពេញខ្ទេចខ្ទីសំបីតែខ្លួនជាសមាជិកនៃអង្គការសហប្រជាជាតិសមាជិកនៃច្បាប់អន្តរជាតិច្រើនណាស់ថៃបំពេញគ្មានប្រណីទេបំផ្លាញបាញ់គ្រាប់ផ្លោងទៅលើអា
ដងស្ទូចមួយដែលគេសង់នៅអាប្រាសាទព្រះវិហារនឹងដើម្បីអភិរក្សថែរក្សាកែលម្អប្រាសាទនេះគឺបាក់ខ្ទេចខ្ទីរៀមដល់ដីប្រាង្គប្រាសាទដុំថ្មរាយប៉ាយធ្លុះក្របបាញ់ធ្លុះជញ្ជាំងគឺសុទ្ធតែជាក្របផ្លោងប្រភេទក្របធំធន់ធ្ងន់គឺបាញ់ទៅទីតាំងប្រាសាទដោយឥតអាណិតអាសូរប្រាសាទយើងអីតាបន្តិចប៉ុន្តែអាទំហំនៃការខូចខាតនេះយើងមិនសូវបានឮច្បាស់ដោយអ្វីដែលថ្ងៃនេះអ្នកស្រីភឿងសកលណាចុះទៅដល់គាត់បានក្តុកក្តួលស្រក់ទឹកភ្នែកគាត់ថាទំហំនៃការខូចខាតប្រាសាទព្រះវិហារគឺមានធំមហិមាលើសពីអ្វីដែលធ្លាប់ស្មានទុកអ្នកស្រីបាននិយាយថាប្រាសាទព្រះវិហារនេះខូចខាតរហូតដល់ទៅ262កន្លែងបងប្អូន260សំទោស562កន្លែង562កន្លែងនេះគឺបានន័យថាមួយកន្លែងដំបូងឡើយគឺមានតែ140កន្លែងទៅការបាញ់គ្នាមកប្រាវកាលខែកក្កដាឆ្នាំ2025គឺខូចតិចខ្ទីអស់140កន្លែងអត់ទាន់បានដោះស្រាយបានអីផងបាញ់មកប្រាវទៀតថែមបាន400កន្លែងជាងទៀតនៅបរិវេណប្រាសាទយើងនឹងគឺខ្ទេចខ្ទីបាក់ថ្មធ្លាក់រាយប៉ាយធ្លុះធ្លាយគ្រប់កន្លែងហើយអ្វីដែលគួរឲ្យស្រណោះហ្នឹងគឺយើងដឹងហើយថាអំពើនេះគឺជាអំពើរំលោភបំពានដល់ទី1គឺដែនអធិបតេយ្យកម្ពុជាទី2គឺប៉ះពាល់ដល់សំណង់បេតិកភណ្ឌពិភពលោកដែលតាក់ទងនឹងច្បាប់អន្តរជាតិទាំងអស់សួរថាតើកម្ពុជាបានធ្វើអីគ្រប់គ្រាន់ឬនៅក្នុងការទាមទារឲ្យថៃសងនៅអ្វីដែលជាការខូចខាតហើយទាមទារឲ្យថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ថៃមកដល់ពេលនេះយើងបានតែទឹកភ្នែកទេយើងបានជូនដំណឹងយើងបានកោតទោសយើងបានតវ៉ាយើងបានប្រាប់ទៅអង្គការ UNESCO យើងបានធ្វើអ្វីៗគ្រប់យ៉ាងអស់ហើយតាក់ទងនឹងការទូតតាក់ទងនឹងការប្រាប់សារស័ព្ទអំពីទុកសោករបស់យើងអំពីការឈ្លានពានបំពានរបស់ថៃក៏ប៉ុន្តែរឿងអ្វីដែលមួយខ្មែរអត់បានធ្វើគឺការដាក់ប្តឹងទៅថៃទៅតុលាការអន្តរជាតិចំនួន2តាក់ទងនឹងរឿងខ្ទេចខ្ទីប្រាសាទរបស់យើងតុលាការណាដែលគេកាត់ក្តីរឿងប្រាសាទរបស់យើងតើមានគេដែលកាត់ក្តីរឿងប្រាសាទយើងដែរទេមានតុលាការអន្តរជាតិណាគេមករវល់រំពល់ទុករឿងយើងគេការងារគេមកកណោបងប្អូនតុលាការយន្តការអន្តរជាតិចំនួន2ដែលដោះស្រាយរឿងក្តីតាក់ទងនឹងបេតិកភណ្ឌពិភពលោកឬសម្បត្តិវប្បធម៌របស់ប្រទេសនីមួយៗកុំឲ្យឈ្លានពានកុំឲ្យរងការកំទេចបំផ្លាញដោយសារតែមានអកតកម្មសង្គ្រាមគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិមួយឈ្មោះថា ICJ មួយទៀតគឺ ICC បាទ ICJ គឺគេផ្ដន់ទាទោសបុគ្គលដែលជាមេបញ្ជាការទ័ពជាអ្នកនយោបាយដែលបានចូលរួមបញ្ជាឲ្យបាញ់កំទេចប្រាង្គប្រាសាទឬក៏វត្ថុបុរាណរបស់ជាតិសាសន៍ណាមួយនៅក្នុងសង្គ្រាមដែលកើតឡើងដែលគេហៅថាសង្គ្រាមគេហៅអក្រិតកម្មសង្គ្រាមឬក៏សង្គ្រាមដោយការឈ្លានពានឬនិយាយទៅឲ្យតែមានការសង្គ្រាមអញ្ចឹងកម្ពុជានិងថៃគឺបានកើតសង្គ្រាមរួចទៅហើយគឺដោយសារតែទ័ពនៃរដ្ឋបរទេសមួយបើកការវាយលុកឈ្លានពានចូលដែនអធិបតេយ្យនៃរដ្ឋបរទេសមួយទៀតនេះគឺជាសង្គ្រាមចំនួនប្រដាប់អាវុធតែជាសង្គ្រាមដែលបើកការវាយប្រហារដែលបង្កើតឲ្យមានបទល្មើសមួយគឺបទល្មើសអក្រិតកម្មសង្គ្រាមហើយនៅពេលដែលមានអក្រិតកម្មសង្គ្រាមដោយសារតែកម្ពុជានិងថៃជាសមាជិករបស់អង្គការសហប្រជាជាតិជាអ្នកចុះហត្ថលេខាទៅលើច្បាប់អនុសញ្ញាអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិជាច្រើនដូច្នេះជាប់កាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលប្រព្រឹត្តទៅលើសំណង់អគារបេតិកភណ្ឌពិភពលោកដែលបានរក្សាការពារបើគ្រាន់តែប្រាសាទកម្ពុជាមិនមែនជាបេតិកភណ្ឌពិភពលោកក៏នៅតែខុសច្បាប់ចុះនេះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកទៅទៀតជាមរតករបស់មនុស្សជាតិនៅលើពិភពលោកទៅទៀតតើថៃខុសប្រមាណដងទៅបានន័យថាថៃខុសច្រើនដងណាស់បងប្អូនខ្ញុំឲ្យឧទាហរណ៍មួយគឺតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីឆ្នាំ2016គឺកាត់ក្តីតាក់ទងករណីលោកអាហ្មាត់អាល់ហ្វាគីនិងអាល់ម៉ាឌីគឺសំណុំរឿងនេះគឺយូរហើយ2016មកឥឡូវ26ហើយបើន័យថា10ឆ្នាំ
10 ឆ្នាំមកទស្សវត្សកន្លងទៅប៉ុន្តែរឿងនេះនៅក្តៅទេបងប្អូនតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាត់ទោសឲ្យជនជាប់ចោទរូបនេះជាប់ពន្ធនាគារបាទកាត់ទោសជាបុគ្គលព្រោះបុគ្គលពាក់ព័ន្ធក្នុងមេដឹកនាំនៅក្នុងការបំផ្លាញប្រាសាទបេតិកភណ្ឌពិភពលោកមួយឈ្មោះថាសារមន្ទីរទីមបុកទូបាទហើយនៅឯប្រទេសម៉ាលីកាលហ្នឹងគឺគេមានសង្គ្រាមអញ្ចឹងដែរប៉ុន្តែសង្គ្រាមគេនោះវារ៉ាំរ៉ៃយូរដែរហើយអញ្ចឹងគឺគេផ្ដន់ទាទោសដាក់ទោសបុគ្គលឈ្មោះអាម៉ាត់នេះឲ្យជាប់ពន្ធនាគារចំនួន9 ឆ្នាំដោយសារតែការបំផ្លាញប្រាង្គប្រាសាទឬទីបុរាណដ្ឋានបេតិកភណ្ឌពិភពលោកឈ្មោះទីមបុកទូនេះហើយនេះគឺជាករណីលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយដែលតុលាការព្រហ្មទណ្ឌអន្តរជាតិបងប្អូនណាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាត់ក្តីផ្ដន្ទាទោសទៅលើបុគ្គលដែលពាក់ព័ន្ធនៅក្នុងអកតកម្មសង្គ្រាមជុំវិញនឹងការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌អត់ដែលមានពីមុនមកទេនេះគឺជាសំណុំរឿងលើកទី1ហើយសម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលកាត់ក្តីរឿងបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌របស់មនុស្សជាតិដូច្នេះរឿងនេះហើយដែលធ្វើឲ្យបាត់ល្មើសដែលកើតមាននេះគឺបានន័យថាតុលាការនេះធ្លាប់បានជំនុំជម្រះក្តីហើយឲ្យភាពយុត្តិធម៌ទៅប្រាសាទបុរាណទីបូជនីយដ្ឋានមួយដែលជាបេតិកភណ្ឌពិភពលោកឈ្មោះថាទីមបុកទូនៅប្រទេសម៉ាលីបងប្អូនឃើញនៅនេះគឺជាឧទាហរណ៍មួយទី2តកតងនឹងក្របខ័ណ្ឌនៃលក្ខន្តិកៈសន្ធិសញ្ញាក្រុងហ្សឺណែវឆ្នាំ1954ក៏ជាលិខិតតុបករផ្នែកច្បាប់ជាការពិតជាមូលដ្ឋានគ្រឹះនៅក្នុងការចងកាតព្វកិច្ចរដ្ឋដែលជាភាគីទាំងអស់នៅក្នុងសន្ធិសញ្ញាអនុសញ្ញាទាំងអស់ហ្នឹងឲ្យគោរពតាមលក្ខន្តិកៈរបស់តុលាការដែលមានដូច្នេះតុលាការមិនមែនមានតែ ICC ទេគឺមាន ICJ ដែរហើយតុលាការ ICJ នេះឯងតុលាការយុត្តិធម៌អន្តរជាតិនេះឯងដែលកាត់ទោសតាក់ទងនឹងរឿងព្រំដែនតើរំលោភបំពានឬយ៉ាងណាអញ្ចឹងរឿងដែលសំខាន់អ្វីដែលកម្ពុជាត្រូវប្តឹងគឺទី1គឺប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសិនប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីចោទប្រកាន់ថៃពីបទអកតកម្មសង្គ្រាមហើយអកតកម្មសង្គ្រាមរបស់ថៃដែលឈ្លានពានលើដែនអធិបតេយ្យកម្ពុជានេះធ្វើឲ្យខូចប្រាង្គប្រាសាទកម្ពុជាជាពិសេសគឺប្រាសាទព្រះវិហារឥឡូវទុកប្រាសាទតាក្របីម្ដុំសិនចោះយើងចាំចាត់ការតាមក្រោយព្រោះអីប្រាសាទតាក្របីវាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិមែនហើយគឺរបស់ប្រជាជនកម្ពុជាប៉ុន្តែវាមិនទាន់ស្ថិតនៅក្នុងចំណាត់ថ្នាក់នៃបេតិកភណ្ឌពិភពលោកមនុស្សជាតិពិភពលោកចូលនៅក្នុងសម្បត្តិរបស់ UNESCO ទេដូច្នេះយើងនៅតែអាចប្តឹងបានក៏ប៉ុន្តែប្រាសាទព្រះវិហារមានហេតុផលគ្រប់គ្រាន់ភាពខ្ទេចខ្ទីបំផ្លិចបំផ្លាញហើយរហូតដល់ទៅ560កន្លែងជាងនៅក្នុងប្រាសាទនេះតើបងប្អូនតែយើងនៅតែថ្កោលទោសថៃយើងនៅតែជូនដំណឹងថៃហើយយើងនៅតែឈឺចាប់ដែលថៃឈ្លានពានយើងឬក៏យើងនាំគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅតុលាការអន្តរជាតិណាមួយដើម្បីឲ្យថៃសងសំណងខូចខាតទី1ទី2គឺថៃត្រូវទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនបងប្អូននៅពេលដែលយើងដាក់ប្តឹងទៅតកតងនឹងការឈ្លានពានរបស់ថៃបើតុលាការរកឃើញថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាជាការពិតទេខ្ទេចខ្ទីប្រាង្គប្រាសាទរបស់ខ្មែររហូតដល់ជាង500កន្លែងបែបនេះហើយជាបេតិកភណ្ឌពិភពលោកបែបនេះតុលាការបើរកឃើញផ្ដល់ភាពយុត្តិធម៌ឲ្យកម្ពុជាគឺទាល់តែតុលាការរកអង្គហេតុដំបូងសិនថាតើថៃពិតជាបានឈ្លានពានដែនអធិបតេយ្យកម្ពុជាដោយកំរោលរំលោភច្បាប់អន្តរជាតិដូចជាអនុសញ្ញាសំទោសធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានឬក៏យ៉ាងណានៅពេលដែលគេសម្រេចថាថៃពិតជាបានរំលោភបទឬក៏ច្បាប់អន្តរជាតិទាំងនេះនោះតុលាការអាចឲ្យថៃទទួលខុសត្រូវចំពោះសំណងរដ្ឋប្រវេណីសំណងខូចខាតជួសជុលប្រាសាទនេះឡើងវិញរឿងជួសជុលប្រាសាទគឺជារឿងមួយដែលសំខាន់ណាស់ប៉ុន្តែរឿងសំខាន់គឺរឿងឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនដើម្បីឲ្យថៃក្លាយទៅជាអ្នកប្រព្រឹត្តជាផ្លូវការចោទប្រកាន់ដោយតុលាការនេះដើម្បីកម្ពុជាបានជាភ័ស្តុតាងបន្ថែមទៀតនៅក្នុងការដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមួយកលៈទៀតប្តឹងឲ្យថៃខ្ចាក់ដីទាំងអស់មកឲ្យកម្ពុជាវិញ
ខ្ញុំជឿថារឿងនេះគឺជាដំណាក់កាលមួយដែលកម្ពុជាដាច់ខាតមិនត្រូវអល់ឯកនៅក្នុងការដាក់ប្តឹងថៃទេហើយបើសិនជាគ្រាន់តែតវ៉ាក្តុកក្តួលអួលណែនអរ៉ាខ្មែរយើងធ្វើបានគ្រប់គ្នាអស់ហើយតើការឈឺចាប់នេះវាអាចផ្លាស់ប្ដូរទៅជាការជំរុញឲ្យរដ្ឋាភិបាលប្តឹងទៅទេតើអ្នកស្រីសកុណាដែលជាតំណាងឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអាចនឹងឈានហួសមួយជំហានលើសពីការក្តុកក្តួលអួលណែនអរ៉ានិងឈឺចាប់ស្រក់ទឹកភ្នែកដើម្បីរកយុត្តិធម៌ជូនប្រាសាទនិងកេរដូនតារបស់យើងបានដែរទេគឺឈានឲ្យលើសពីការដែលយំខ្សឹកខ្សួលក្នុងនាមជាជនរងគ្រោះទៅជាជនដែលមានភាពមានឥទ្ធិពលនៅក្នុងការដាក់ប្តឹងទៅថៃទេមើលទៅតើអ្នកស្រីអាចជួយបានទេនៅក្នុងរឿងហ្នឹងជួយសរសេរលិខិតជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏តុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យរកយុត្តិធម៌ឲ្យយើងបានទេឬក៏នៅតែតាមតែរដ្ឋាភិបាលហ្នឹងគឺយើងត្រូវតែថ្កោលទោសយើងត្រូវតែជូនដំណឹងយើងត្រូវតែមិនទទួលស្គាល់ចង់យើងសរសេរលិខិតនេះ1លានលើកទៀតក៏អត់បានផលដែរវាបានផលនៅក្នុងការដែលយើងមិនសប្បាយចិត្តប៉ុន្តែវាអត់អាចបានផលនៅក្នុងការដែលយើងបានការទទួលសងពីថៃមកវិញទេព្រោះថៃអត់មានគិតថាខ្លួនឯងខុសអីទាំងអស់មកដល់នេះនៅពេលដែលយើងចោទថៃយើងថ្កោលទោសយើងអីថៃដឹងថៃគេថាមិនទេប្រាសាទព្រះវិហារនេះណាគឺគេអត់បានបាញ់ផ្លោងដើម្បីចេតនាកំទេចអីទេគេចោទថាយើងយកទាហានយើងយកប្រាសាទព្រះវិហារជាមូលដ្ឋានរបស់ទាហានហើយទាហានតែថៃគេចោទបែបហ្នឹងគេថាយើងបង្កគ្រោះថ្នាក់ដល់ទាហានថៃសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃហើយបាញ់ចេញពីទីតាំងប្រាសាទព្រះវិហារដូច្នេះគេកំទេចបំផ្លាញអ្វីដែលជាគេចោទប្រកាន់ថាជាការបាញ់ចេញពីប្រាសាទព្រះវិហារធ្វើឲ្យប៉ះពាល់គេរឿងនេះឯងគឺជារឿងរកម្មចិត្តណាបងប្អូនព្រោះថៃគេហៅថាបានដងដាវមួយនៅរឿងប្រាសាទតាកបីនៅពេលដែលអ្នកលោកជំទាវហ៊ុនស៊ីណាតប្អូនស្រីរបស់លោកហ៊ុនសែននាំគ្នាទៅថតអារឿងប្រាសាទតាកបីហ្នឹងដោយលេនឋានដោយអីហ្នឹងដោយអាបាវខ្សាច់បាវអីហ្នឹងនៅប្រាសាទតាក្របីហើយនឹងអ្នកដែល MMO យើងហ្នឹងឥឡូវអាណោយអាធំដែរគាត់ត្រូវគេកាត់ទោសជាប់គុកតាំងពីខែកក្កដាមកដោយសារថតរូបដោយប្រាសាទតាកបីមានបាវខ្សាច់មានអីហ្នឹងតាំងពីថ្ងៃទីប្រហែលចុងខែកក្កដាឆ្នាំ2025មកម៉េះហើយប្រពាក់ប្រពូនគ្នាទៅបង្ហាញឲ្យឃើញថាទាហានខ្មែរបោះជំរំឬដាក់បន្ទាយនៅក្នុងតួប្រាសាទដែលគេហាមឃាត់គ្មានច្បាប់ណាអនុញ្ញាតឲ្យយើងយកទាហានទៅដាក់នៅក្នុងតួប្រាសាទទេយើងការពារបានប៉ុន្តែតែពេលមានបាញ់គ្នាតែយើងបាញ់ចេញពីតួប្រាសាទហ្នឹងទៅទាហានប្រចាំមិត្តរបស់យើងនឹងយកលេសថាដើម្បីកំទេចទីតាំងយោធាមិនមែនប្រាសាទទេហើយដល់ពេលយើងចោទថាគេបំផ្លាញប្រាសាទយើងអត់មានភ័ស្តុតាងអីដើម្បីនឹងទៅប្រាប់អន្តរជាតិថាកន្លែងហ្នឹងគឺជាកន្លែងទុកចោលសោះហើយទាហានយើងនៅកន្លែងផ្សេងយើងការពារប្រាសាទយើងមិនបាញ់ចេញពីទីហ្នឹងទេតែយើងបានភ័ស្តុតាងឯណាទៅប្រាប់តុលាការថាយើងអត់មានបាញ់យកទីតាំងហ្នឹងជាមូលដ្ឋានទ័ពរបស់យើងការពារប្រាសាទមែនហើយប៉ុន្តែតែយើងដាក់បាវខ្សាច់នៅក្នុងប្រាសាទវាត្រូវបានគេចោទប្រកាន់ថាហ្នឹងជាត្រង់សេជាលេនឋានជាកន្លែងប្រយុទ្ធអញ្ចឹងគេទម្លាក់គ្រាប់កំទេចកន្លែងសំណង់យោធាវាធ្វើឲ្យថៃមានព្រៀបនៅក្នុងការនិយាយថាគេកំទេចសំណង់យោធាតាគេអត់មានកំទេចប្រាង្គប្រាសាទទេតែវាចៃដន្យគេថៃយើងហ្នឹងយកប្រាង្គប្រាសាទជាចំណាប់ខ្មាំងជាខែលអារឿងយកប្រជាពលរដ្ឋស៊ីវិលជាខែលឬក៏យកទីតាំងបុរាណដ្ឋានណាជាខែលជាបាត់ល្មើសមួយទៀតគេចោទយើងទៀតណាបងប្អូនឃើញនៅហើយរឿងទាំងអស់នេះកើតឡើងដោយសារអីដោយសារតែយើងប្រឹងនាំគ្នាបង្ហាញហែកពោះឲ្យក្អែកចឹកកន្លែងសំណង់យោធាសម្ងាត់បើគុំតែមាន MMO បើគុំមានតែប្អូនស្រីរបស់លោកហ៊ុនសែនអ្នកស្រីហ៊ុនស៊ីណាតអីហ្នឹងទៅថតផ្សាយគ្មាននរណាគេដឹងថាយើងនឹងមានបាវខ្សាច់នៅប្រាសាទអស់ហ្នឹងទេដូច្នេះអារឿងនេះហើយយើងនាំគ្នាជួយបំផ្លាញគ្នាបន្តិចបន្តួចទាំងអស់គ្នាអញ្ចឹងណាហើយតែហ៊ាននឹងក៏តែអញ្ចឹងដែរខ្ញុំថាមិនចង់បន្ទោសទេយើងត្រូវមានការលាក់ការសម្ងាត់មិនមែនបានន័យថាឲ្យគេមកថតផ្សាយទៅឲ្យឃើញទុក្ខវេទនារបស់ទាហានដើម្បីបានអំណោយបានអីហ្នឹងល្អហើយបង្ហាញអំពីយើងពិបាកប៉ុណ្ណាវេទនាប៉ុណ្ណាដើម្បីអំណោយរឿងនេះគឺជាការបំបាក់
សិលធម៌សេចក្តីថ្លៃថ្នូររបស់ទាហានយើងវិន័យយើងណាគ្មានជនស៊ីវិលណាទៅអាចថតរូបអីណាផ្សាយតាម Facebook បសាចនៅកន្លែងដែលជាជំរុំទ័ពទេគ្មានទេស្រុកណាក៏គេមិនឲ្យយើងធ្វើដូច្នេះដែរព្រោះច្បាប់ណាក៏គេចែងដែរការសម្ងាត់របស់យោធានេះអ្នកណាថតក៏ដោយសិទ្ធិសេរីភាពអ្នកឯង 100% ចែងដោយរដ្ឋធម្មនុញ្ញថាអ្នកឯងអាចមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិថតរូបជាសាធារណៈប៉ុន្តែកន្លែងទាហាននេះគឺជាប់គុកនៅស្រុកណាគេដាក់គុកដែរហើយខ្ញុំគ្មានទៅស្អីណារដ្ឋបတ်សិទ្ធិសេរីភាពបងប្អូនប៉ុន្តែឲ្យវាមានក្របខ័ណ្ឌផងព្រោះកន្លែងយោធាគឺកន្លែងការងារសម្ងាត់គេអត់ដែលផ្សាយចេញលេនឋានយើងឬក៏ចល័តតបចល័តអីព្រោះការងារសម្ងាត់របស់តបគឺជាអាយុជីវិតរបស់ជាតិហើយបើយើងនាំគ្នាប្រងព្រាតសិតតែម៉ាយកទៅសងដើម្បី MMO ដើម្បីភាពល្បីភាពអស្ចារ្យរបស់ខ្លួនតែខ្លួនហ្នឹងមានខ្សែមានខ្នងក្រាស់ឲ្យបានចូលដល់អីចឹងអាហ្នឹងគឺបំផ្លាញយើងទាំងអស់គ្នាបងប្អូនគិតឡើងវិញថាបងប្អូនបានជួយអីខ្លះហើយដើម្បីជាតិនេះក្រៅតែពីកិត្តគេឈ្មោះឬក៏មុខមាត់ឬក៏លុយកាក់ដែលបាយ3ពេលហ្នឹងបងប្អូនបំផ្លាញយើងទាំងអស់គ្នាហើយយើងមើលឥឡូវថៃគេថាគេអត់មានបានថៃគេថាគេអត់មានបានបំផ្លាញប្រាសាទតាក្របីទេម្ដងមកនេះគេថាគេបំផ្លាញមូលដ្ឋានទ័ពរបស់ខ្មែរដែលដាក់នៅក្នុងទីតាំងយកកន្លែងហ្នឹងជាបន្ទាយទ័ពហើយគេបាញ់ដើម្បីអីគឺកាត់ផ្ដាច់នៅគ្រោះថ្នាក់របស់ទាហានថៃឃើញនៅពេលបំផ្លាញប្រាសាទតាកបីខ្ទេចរៀបដល់ដីឃើញថៃចូលមកយកប្រាសាទតាកបីបានទេហើយគេនឹងប្រាប់អន្តរជាតិថាឃើញនៅដោយសារតែពីមុនគេយកអត់បានដោយសារតែយើងនាំគ្នាទៅដាក់ទីតាំងលេនឋាននៅក្នុងទូប្រាសាទនឹងតែម្ដងហើយដល់អញ្ចឹងទៅលេសរបស់គេបែបហ្នឹងគេស្ដាប់មកឃើញទាហានយើងប្រពាក់ប្រពូននៅក្នុងទូប្រាសាទយើងចាញ់ក្តីគេបងប្អូនខ្ញុំអាសូវនិយាយទៅអ្នកច្បាប់គឺក៏អ្នកណាក៏គិតដែរគាត់ថាអ្នកច្បាប់យើងមួយចំនួនហ្នឹងគឺគេហៅថាអាសាច់ជូនខ្លាដើម្បីនៅស្រុកបានអត់ហ៊ាននិយាយបញ្យលអញ្ចឹងទេតែហ៊ាននិយាយអញ្ចឹងងាប់ហើយគេថាយើងនឹងកាន់ជើងថៃងាប់ហើយដឹងខ្ញុំអត់កាន់ជើងថៃខ្ញុំអត់កាន់ជើងខ្មែរទេប៉ុន្តែខ្ញុំនៅតែនៅខាងខ្មែរគាត់ថាកន្លែងខ្លះយើងត្រូវចាំអង្គហេតុពិតគឺយើងឲ្យដងដាវទៅគេហើយបើយើងឲ្យដងដាវទៅគេគឺយើងចាញ់ព្រៀបគេទៅការពារក្តីមិនឈ្នះគេទេឥឡូវខ្ញុំស្លេះរឿងប្រាសាទតាមាន់តាកបីនៅម្ដុំនឹងសិនចោះវាខ្ទេចខ្ទីអ៊ូលណានរាហើយប្រាសាទព្រះវិហារគេចោទយើងអញ្ចឹងទៀតយើងទៅបកស្រាយប្រាប់ទៅថៃវិញថាយើងមិនមានយោធាដាក់នៅកន្លែងប្រាសាទព្រះវិហារទេយើងមានតែឆ្មាំការពារដែលជាកាតព្វកិច្ចការពារបេតិកភណ្ឌពិភពលោកដែលមានដែលយើងគិតថាជារឿងស្របច្បាប់ក៏ប៉ុន្តែថៃគេនៅតែចោទអញ្ចឹងយើងមានមន្ត្រីយោធានៅក្នុងហ្នឹងឆ្មាំការពារក៏ដោយថៃគេចោទដោយសារអីយករឿងប្រាសាទតាកបីជាឧទាហរណ៍ហើយដល់ពេលនៅក្នុងតុលាការគឺគេមើលថាតើយើងដែរប្រព្រឹត្តកំហុសទេបើខ្មែរយើងថាយើងគោរពច្បាប់គ្រប់តើយើងមានដែរបំពានច្បាប់អត់គេនឹងចោទយើងអញ្ចឹងនៅក្នុងតុលាការណាសាក់សីអីក៏ដោយតែយើងថាយើងស្បត់និយាយការពិតយើងនិយាយការពិត 100% មកពីដើមទីមកចង់បញ្ចប់យើងគ្រាន់តែកុហកគេតែមួយដំណក់គឺអាការពិតដែលយើងនិយាយ100ហ្នឹងគឺចោលទាំងអស់ចាត់ទុកជាអាសាបង់សាកសីមិនបានការចម្លើយសារភាពគូសចោលទាំងអស់យើងចាញ់ក្តីគេហ្នឹងនៅក្នុងប្រព័ន្ធតុលាការមិនមែនម៉ាយកទៅសងឬក៏ស្អីមានលុយមានអីសោកទៅឈ្នះក្តីអត់ទេប្រព័ន្ធតុលាការរបៀបឯករាជ្យគឺយើងចាញ់ក្តីគេហើយបើយើងប្រព្រឹត្តប្រេះផ្ដាស់ដូច្នេះខ្ញុំនៅតែលើកទឹកចិត្តថាសម្រាប់ប្រាសាទព្រះវិហារគឺយើងមានហេតុផលគ្រប់គ្រាន់នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិដើម្បីឲ្យថៃទទួលខុសត្រូវហើយសូមឲ្យថ្នាក់ដឹកនាំកម្ពុជាបានហើយអាស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមរូបថតនេះបានហើយរូបថតយើងមានច្រើនហើយខ្ញុំថាសូមលើកទឹកចិត្តឲ្យធ្វើជាយុទ្ធនាការធំឲ្យក៏ក្រើកផែនប៉ុស្តិ៍សធាមើលហេតុអីបានរដ្ឋាភិបាលមកដល់ម៉ោងនេះអត់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិទាំងប្រាសាទព្រះវិហារទាំងប្រាសាទតាកបីទាំងដីទាំង40ទីតាំងជាងដែលថៃបានឈ្លានពានហើយតើពេលណាដែលយើងនៅធ្វើនយោបាយប្រជាពិធប្រាប់ថាយើងកំពុងតែធ្វើការនៅពេលដែលយើងអត់ព្រមដាក់ពាក្យប្តឹងប្រជាពលរដ្ឋយល់តាប្រជាពលរដ្ឋយល់ថាខ្ទេចខ្ទីអស់ហើយយើងថតបានមកឃើញទាំងអស់រូបហ្នឹងប៉ុន្តែតើហេតុអីពេលហ្នឹងយើងអត់ព្រមដាក់ពាក្យប្តឹងទៅឥឡូវនេះគឺចូលដល់ព័ត៌មានទី2រឿងប្តឹងផ្ដាល់គ្នាហ្នឹងមែនតើទៅគឺមិនមែនអ្នកជួបប្តឹងទេខ្ញុំនិយាយពីរឿងប្តឹងផ្ដាល់ឥឡូវនេះចូលដល់រឿងយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជា
អាថាឆាអន្តរជាតិទៅយើងវាពិបាកឥឡូវក្នុងប្រព័ន្ធតុលាការកម្ពុជាហ្នឹងគឺទំនុកចិត្តលើប្រព័ន្ធយុតិធម៌សង្គមខ្មែរកាន់តែប្រែទៅជាអាក្រក់ដោយករណីគ្រោះថ្នាក់ចរាចរណ៍បុកក្មេងមួយនៅរិស័យកែវបងប្អូនអូសអត់រំលងសោះមកដល់ម៉ោងនេះកុំថាឡើយគេដាក់កុងតឺន័របលាលួសគេជីកលេនឋានគេធ្វើអីខ្ទេចខ្ទីនៅតំបន់ព្រំដែនថាយើងនឹងវាឆ្អែតចិត្តដែរមែនទេប៉ុន្តែយើងអត់អាចត្រូវបំភ្លេចនៅក្នុងការដែលកុំឲ្យមានព្រឹត្តិការណ៍អីមួយមកប្រវាយដានហើយធ្វើឲ្យយើងចាប់ផ្ដើមទៅរ